វីដេអូនេះផ្សាយជូនដល់ពុកម៉ែបងប្អូនឲ្យគាត់ចូលទៅក្នុងឆាតរបស់ខ្ញុំនៅក្នុងខមមិនរបស់ខ្ញុំគាត់សួរឲ្យខ្ញុំនឹងចេញវីដេអូឲ្យគាត់របៀបញ៉ាំធ្វើម៉េចឲ្យគាត់បាត់នំញឹកចាគាត់ថាគាត់នំញឹកច្រើនចាណាធ្វើតាមនេះចារយប់មុនពេលទៅគេងចាមុនពេលគេង1ម៉ោងយើងយកទឹកក្តៅអ៊ុនៗមួយកែវ 300ml បន្ទាប់មកទៀតយើងដាក់អំបិលក្រមអំបិលគ្រួមួយស្លាបព្រាកាហ្វេស្មើបន្ទាប់មកទៀតយើងកូរឲ្យសព្វទៅយើងទុកកាក់នឹងធ្លាក់ចូលបាតកែវដោយសារអំបិលក្រមអំបិលគ្រួវារៀងមានកាក់បន្តិចយើងផឹកទៅទឹកថ្លាខាងលើសក់កាក់ខាងចុងហ្នឹងយើងចាក់ចោលទៅចាបន្ទាប់មកទៀត1ម៉ោងក្រោយចាំយើងទៅគេងសម្រាប់ពុកម៉ែបងប្អូនគាត់តែងតែសួរថាអូនទឹកនំប្រៃញ៉ាំបានអត់បានបងណាប៉ុន្តែបងត្រូវតែកាត់ចោលជាតិប្រៃដូចជាអំបិលម៉ត់អំបិលអ៊ីយ៉តបងកុំញ៉ាំពួកអីយើងញ៉ាំតែអំបិលក្រមអំបិលគ្រួធម្មជាតិព្យាបាលបានជំងឺច្រើនសម្រាប់ពុកម៉ែបងប្អូនផ្សេងគាត់តែងតែសួរថាចុះគាត់នំញឹកហើយមិនត្រឹមតែប៉ុណ្្នឹងនំកាហាយនំមានពពុះមានក្លិនចាព្យាបាលពាក់ព័ន្ធនឹងកម្រងនំនិងកលៀនទាំងអស់តែម្ដងចាយើងញ៉ាំបបពេលណាញ៉ាំដល់ក្រោយពេលយើងមានអារម្មណ៍ការៈធូរហើយយើងកាត់បន្ថយវិញចាណា